ត្រីមួយម៉ាយម្នាក់នេះគឺជាស្ត្រីដ៏ពឹសពុលមួយរូបនៅក្នុងប្រទេសជប៉ុនដែលបានដាក់ថ្នាំសម្លាប់បុរសយ៉ាងច្រើនដើម្បីបំពុលពួកគេឲ្យស្លាប់ហើយប្រមូលយកទ្រព្យសម្បត្តិរបស់ពួកគេយ៉ាងច្រើនក្រៃលែងដែលបានធ្វើឲ្យករណីមួយហ្នឹងគឺពិតជាល្បីខ្លាំងមែនតើនៅក្នុងប្រទេសជប៉ុននៅពេលដែលរឿងក្តីហ្នឹងបានបែកធ្លាយហើយស្ត្រីឃាតករម្នាក់នេះនាងគឺមានឈ្មោះថា Chisako Kakehi កើតនៅក្នុងថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ1946 នៅក្នុង Kitakyushu ហើយនៅពេលដែលនាងបានចាប់កំណើតមកនៅក្នុងផ្ទៃម្ដាយរបស់នាងគឺមិនទាន់រៀបការនៅឡើយទេចំណែកឪពុករបស់នាងវិញក៏មិនដឹងថាគឺជានរណាដែរហើយនេះនៅពេលដែលម្ដាយរបស់ Chisako បានកើត Chisako មកម្ដាយរបស់នាងក៏បានយកនាងទៅឲ្យសាច់ញាតិវណ្ណៈកណ្ដាលមួយដើម្បីចិញ្ចឹមបន្តហើយនៅក្នុងអំឡុងពេលដែលនាងបានសិក្សារៀនសូត្រនាងគឺជាសិស្សម្នាក់ដ៏ពូកែខ្លាំងណាស់ហើយបានធ្វើឲ្យនាងគឺមានគំនិតស្មើសម័យចង់ក្លាយទៅជាគ្រូបង្រៀនជាខ្លាំងដូច្នេះក្រោយមកនៅពេលដែលនាងបានរៀនចប់នៅក្នុងថ្នាក់វិទ្យាល័យក៏បានធ្វើឲ្យនាងមានបំណងនៅក្នុងការសិក្សាបន្តនៅក្នុងសាកលវិទ្យាល័យ Kyushu ដើម្បីក្លាយទៅជាគ្រូបង្រៀនតាមក្តីស្រមៃរបស់នាងក៏ប៉ុន្តែសម្រាប់ក្តីស្រមៃរបស់នាងគឺមិនបានធ្វើវាឡើយពីព្រោះដោយសារតែឪពុកចិញ្ចឹមរបស់នាងបាននិយាយថាបងប្រុសរបស់នាងមិនទាន់បានចូលរៀននៅក្នុងសាកលវិទ្យាល័យផងដូច្នេះតើគាត់អាចឲ្យនាងជាកូនស្រីទៅរៀននៅក្នុងសាកលវិទ្យាល័យដោយបែបណាទៅហើយនេះដោយសារតែឪពុកចិញ្ចឹមរបស់នាងនិយាយបែបហ្នឹងគឺបានធ្វើឲ្យនៅក្នុងអំឡុងពេលនោះនាងគឺគ្មានជំរឿអ្វីក្រៅពីរកការងារធ្វើតែប៉ុណ្ណោះហើយដោយសារតែនាងគឺជាមនុស្សពូកែមិនយូរប៉ុន្មាននាងក៏បានចូលធ្វើការងារនៅក្នុងធនាគារមួយកន្លែងហើយនៅក្នុងអំឡុងពេលធ្វើការនៅទីនោះគឺបានតម្រូវឲ្យនាងគឺត្រូវចុះទៅកាន់ខេត្តជាច្រើនជាមួយនឹងមិត្តរួមការងាររហូតដល់ថ្ងៃមួយនាងក៏បានជួបជាមួយនឹងម្ចាស់អាជីវកម្មបោះពុម្ពកណ្ដាលមួយកន្លែងមកពីអូសាកាដែលវាហាក់បីដូចជានិស្ស័យរបស់នាងចឹងពីព្រោះដោយសារតែបន្ទាប់ពីនាងបានណាត់ជួបជាមួយនឹងបុរសម្នាក់ហ្នឹងក៏បានធ្វើឲ្យនាងបានចាប់ផ្ដើមបង្កាប់ភ្លើងស្នេហាឡើងមករហូតឈានទៅដល់ការរៀបការថែមទៀតផងនៅពេលដែលនាងមានអាយុ23ឆ្នាំហើយប្តីរបស់នាងមានអាយុ29ឆ្នាំដូច្នេះបន្ទាប់ពីបានរៀបការរួចរាល់ Chisako ក៏បានមកជួយការងារប្តីរបស់នាងនៅក្នុងរោងពុម្ពហើយក៏បានមានកូនជាមួយនឹងគ្នាចំនួន2នាក់រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខក៏តែក្រោយមកសម្រាប់សុភមង្គលរបស់នាងក៏បានចាប់ផ្ដើមបាត់បង់ទៅវិញបន្ទាប់ពីហាងស្វាមីរបស់នាងមានបញ្ហារហូតឈានទៅដល់ការបិទហាងហើយដោយសារតែការបិទហាងនេះក៏បានធ្វើឲ្យនៅក្នុងឆ្នាំ1996ប្តីរបស់នាងក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺបេះដូងនៅក្នុងអាយុ54ឆ្នាំចំណែក Chisako នៅពេលនោះនាងមានអាយុ48ឆ្នាំហើយនេះបន្ទាប់ពីហាងបានខ្សែធនហើយប្តីរបស់នាងបានស្លាប់បាត់បង់ជីវិតទៀតក៏បានធ្វើឲ្យ Chisako បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុជាខ្លាំងដែលបានធ្វើឲ្យនៅក្នុងអំឡុងពេលហ្នឹងនាងគឺមានតែបង្ខំចិត្តលក់ផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗទៀតតែប៉ុណ្ណោះដើម្បីចំណាយទៅលើការសិក្សាកូនៗរបស់នាងរហូតដល់កូនរបស់នាងបានបញ្ចប់ការសិក្សានៅក្នុងថ្នាក់មហាវិទ្យាល័យទាំងពីរដែលបានធ្វើឲ្យនៅក្នុងអំឡុងពេលនោះនាងគឺមានការសប្បាយរីករាយយ៉ាងខ្លាំងពីព្រោះដោយសារតែកូនម្នាក់នៅក្នុងចំណោមកូនរបស់នាងបានបំពេញក្តីស្រមៃរបស់នាងចង់ឃើញកូនរបស់នាងក្លាយទៅជាគ្រូបង្រៀនហើយនេះក្រោយមកនៅពេលដែលនាងបានមើលថែកូនរបស់នាងអាចមើលថែខ្លួនឯងបានហើយនោះ Chisako គាត់ក៏បានចាប់ផ្ដើមប្រើប្រាស់សេវាកម្មស្វែងរកដៃគូដោយនាងបានចុះឈ្មោះជាមួយនឹងភ្នាក់ងារណាត់ជួបជាច្រើនរហូតដល់ចំនួន10កន្លែងឯណោះនៅក្នុងប្រទេសជប៉ុនហើយនៅក្នុងការចុះឈ្មោះណែនាំរបស់នាងគឺបានណែនាំនៅក្នុងជីវប្រវត្តិរបស់នាងដោយនិយាយថាខ្ញុំបានបាត់បង់ប្តីរបស់ខ្ញុំដោយសារតែជំងឺបេះដូងចំណែកកូនរបស់ខ្ញុំបានធំពេញវ័យអស់ទៅហើយដូច្នេះបានធ្វើឲ្យខ្ញុំគឺពិតជាឯកាខ្លាំងណាស់ដែលបានរស់នៅតែម្នាក់ឯងហើយនេះខ្ញុំគឺចង់មានដៃគូមួយដើម្បីរស់នៅជាមួយខ្ញុំគឺពិតជាប៉ិនប្រសប់ធ្វើម្ហូបនិងមានភាពស្មោះត្រង់ខ្លាំងណាស់ហើយនៅពេលដែលនាងបានដាក់ឈ្មោះរបស់នាងនៅក្នុងកម្មវិធីរកដៃគូមិនយូរប៉ុន្មានផងគឺបានធ្វើឲ្យពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែនាងគឺពិតជាល្បីជាខ្លាំងនៅក្នុងកន្លែងចុះឈ្មោះស្វែងរកដៃគូហ្នឹងដែលបានធ្វើឲ្យមនុស្សប្រុសជាច្រើនតាមស្រឡាញ់នាងនិងចង់រៀបការជាមួយនាងហើយបើយោងទៅតាមបរិះដែលធ្លាប់បានណាត់ជួបជាមួយនាងកាលពីកន្លងមកបាននិយាយថា Chisako បើមើលទៅនាងគឺពិតជាក្មេងជាងអាយុទៅទៀតនាងសុភាពរាបសារណាស់ស្លៀកពាក់សមរម្យនិងចេះមើលថែទាំយកចិត្តទុកដាក់ចំពោះបរិះជាខ្លាំងឧទាហរណ៍ថានៅពេលណាត់ជួបគ្នាជាមួយនឹង Chisako នៅក្នុងហាងញ៉ាំអីចឹងនៅពេលដែលបានញ៉ាំរួចរាល់ហើយដើរចេញឯហ្នឹង Chisako គឺនាងតែងតែក្រោកឡើងហើយយកអាវក្រៅរបស់បុរសដែលបានណាត់ជួបជាមួយនឹងយកមកពាក់ឲ្យបុរសម្នាក់ហ្នឹងហើយបើកើតទៅការធ្វើបែបនេះវាគឺជារឿងតូចតាចទេ
កូនតែវាគឺជារឿងដ៏សំខាន់ខ្លាំងមែនទែនចំពោះបរិសដែលបានធ្វើឲ្យបរិសគឺមានអារម្មណ៍ថាកក់ក្ដៅនិងមានអារម្មណ៍ល្អនៅពេលដែលមាននរណាម្នាក់យកចិត្តទុកដាក់បែបនេះហើយនេះដោយសារតែទង្វើរបស់នាងបានធ្វើបែបនេះហើយទើបបានជាធ្វើឲ្យបរិសដែលធ្លាប់បានណាត់ជួបជាមួយនាងនៅក្នុងកម្មវិធីរើសដៃគូគឺពួកគេពិតជាចង់រៀបការជាមួយនាងជាខ្លាំងដូច្នេះក្រោយមកនៅក្នុងឆ្នាំ2006 Chisako នាងក៏បានជ្រើសរើសរៀបការជាមួយនឹងបុរសម្នាក់ដែលមានអាយុ69ឆ្នាំមកពីខេត្ត Yogo ជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថមួយកន្លែងហើយបើយោងទៅតាមការអះអាងគឺគេបានឲ្យដឹងថាបុរស69ឆ្នាំម្នាក់ហ្នឹងគឺពិតជាព្រាននារីជាខ្លាំងដែលគាត់ចូលចិត្តចាយចង់មនុស្សស្រីដូច្នេះគ្មាននរណាម្នាក់ចង់រៀបការជាមួយនឹងគាត់ទេទើបបានជាធ្វើឲ្យគាត់នៅចាស់ព្រិលរហូតមកដល់អាយុ69ឆ្នាំបែបនេះហើយក្រោយមកជាអកុសលខ្លាំងមែនទែនចំពោះគាត់បន្ទាប់ពីគាត់បានរៀបការជាមួយនឹង Chisako ត្រឹមតែរយៈពេលប៉ុន្មានខែតែប៉ុណ្ណោះគាត់ក៏ស្រាប់តែបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាលមុនពេលគាត់ស្លាប់គាត់បានផ្ដល់ប្រាក់ចំនួន30លានយេនទៅឲ្យ Chisako ជាប្រពន្ធរបស់គាត់ដែលទើបតែរៀបការហើយនេះបន្ទាប់ពីបរិសម្នាក់ហ្នឹងបានស្លាប់ Chisako ក៏បានដាក់ឈ្មោះចូលទៅក្នុងកន្លែងរើសដៃគូម្ដងទៀតរហូតមកដល់នៅក្នុងឆ្នាំ2007 Chisako ក៏បានណាត់ជួបជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា Toshiaki អាយុ77ឆ្នាំមកពីទីក្រុង Kobe ជាបរិសម្នាក់ដែលមានលុយមានចិត្តល្អជាខ្លាំងដោយគាត់តែងតែឲ្យលុយទៅកាន់ Chisako ជាច្រើនដោយសារតែគាត់បានដឹងថានាងចូលចិត្តលេងផ្សារហ៊ុនក៏ប៉ុន្តែដោយសារតែការលោភលន់របស់ Chisako បានធ្វើឲ្យនាងខាតបង់ប្រាក់យ៉ាងច្រើនហើយនេះ Chisako ក៏បានខ្ចីលុយរបស់លោក Toshiaki បន្ថែមរហូតដល់ចំនួន40លានយេនហើយបន្ទាប់ពីការខ្ចីលុយហ្នឹងរហូតមកដល់នៅក្នុងថ្ងៃទី18ខែធ្នូឆ្នាំ2007 Chisako ក៏បានទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយលោក Toshiaki ក្រោយពីបានញ៉ាំរួចរាល់ Chisako ក៏បានឲ្យថ្នាំម្យ៉ាងទៅកាន់លោក Toshiaki ហើយបានប្រាប់គាត់ថាវាគឺជាថ្នាំបំពន់ផ្លូវភេទហើយនេះបន្ទាប់ពីការលេបថ្នាំហ្នឹងគឺបានត្រឹមតែរយៈពេល15នាទីតែប៉ុណ្ណោះនៅពេលដែលបានធ្វើដំណើរត្រឡប់មកផ្ទះវិញលោក Toshiaki គាត់ក៏បានដួលនៅកណ្ដាលផ្លូវដោយសារតែគាំងបេះដូងក៏ប៉ុន្តែគាត់គឺមិនទាន់បានស្លាប់បាត់បង់ជីវិតភ្លាមទេបន្ទាប់ពីបានបញ្ជូនទៅមន្ទីរពេទ្យហើយបើគិតទៅបើទោះបីជាគាត់មិនទាន់បានស្លាប់ភ្លាមក៏ដោយក៏ជីវិតរបស់គាត់ហាក់បីដូចជាស្លាប់ចឹងដែរពីព្រោះដោយសារតែពេទ្យបានដាក់អុកស៊ីហ្សែនដើម្បីទ្រទ្រង់ជីវិតរបស់គាត់នៅក្នុងការព្យាបាលហើយសម្រាប់នៅក្នុងអំឡុងពេលព្យាបាលហ្នឹងចំពោះ Chisako គឺនាងមិនដែលទៅមើលលោក Toshiaki ជាគូស្នេហ៍របស់នាងឡើយរហូតមកដល់នៅក្នុងឆ្នាំ2008លោក Toshiaki គាត់ក៏បានស្លាប់បាត់បង់ជីវិតដោយសារតែមិនអាចទ្រទ្រង់ជំងឺដ៏ធ្ងន់ធ្ងរឈឺចាប់ផ្ដាំរៃរបស់គាត់បានដូច្នេះសម្រាប់ Chisako បន្ទាប់ពីបានទទួលដំណឹងថាលោក Toshiaki បានស្លាប់បាត់បង់ជីវិត Chisako ក៏បានស្វែងរកដៃគូបរិសថ្មីម្នាក់ទៀតរៀបការជាលើកទី3នៅក្នុងឆ្នាំ2008ជាមួយនឹងបរិសកសិករអ្នកមានម្នាក់ដែលមានអាយុ75ឆ្នាំមកពីអូសាកាគាត់គឺជាមនុស្សម្នាក់ដែលច្បាស់លាស់ខ្លាំងណាស់ពេញមួយជីវិតរបស់គាត់គឺបានធ្វើការយ៉ាងលំបាកមិនសូវបានដើរលេងទេហើយរស់នៅជាមួយនឹងម្ដាយរបស់គាត់តែ2នាក់តែប៉ុណ្ណោះហើយនេះទើបបានជាធ្វើឲ្យគាត់រស់នៅតែម្នាក់ឯងហើយមិនមានដៃគូជីវិតឡើយដូច្នេះនៅពេលដែលម្ដាយរបស់គាត់បានចែកឋានទៅហើយគាត់មិនចង់រស់នៅតែម្នាក់ឯងដោយឯកាគាត់ក៏បានចាប់ផ្ដើមចង់មានដៃគូជីវិតរស់នៅជាមួយនឹងគាត់ដូចនេះបានធ្វើឲ្យគាត់ចុះឈ្មោះជាមួយនឹងក្រុមហ៊ុនស្វែងរកដៃគូមួយកន្លែងហើយចង់បានមនុស្សស្រីដែលមានអាយុនៅក្នុងចន្លោះវ័យប្រហែលជាពី40ឆ្នាំទៅ50ឆ្នាំក៏ប៉ុន្តែក្រោយមកនៅពេលដែលគាត់បានធ្វើការណាត់ជួបជាមួយនឹង Chisako អាយុ62ឆ្នាំគាត់ក៏បានលងស្នេហ៍នឹងនាងហើយគាត់តែងតែអួតប្រាប់ទៅកាន់មិត្តភ័ក្តិរបស់គាត់ថានៅពេលដែលគាត់បានស្គាល់ Chisako ទើបបានជាធ្វើឲ្យគាត់បានស្គាល់ថាអ្វីទៅដែលហៅថាសុភមង្គលដូច្នេះគាត់ក៏បានរៀបការជាមួយនឹង Chisako នៅក្នុងខែកុម្ភៈឆ្នាំ2008ក្រោយមកបន្ទាប់ពីបានរៀបការជាមួយនឹង Chisako បានត្រឹមតែរយៈពេល3ខែតែប៉ុណ្ណោះគាត់ក៏ស្រាប់តែបានស្លាប់បាត់បង់ជីវិតនៅក្នុងអាផាតមិនរបស់ Chisako ដែលបណ្ដាលមកពីជំងឺគាំងបេះដូងនៅមុនពេលគាត់បានស្លាប់បាត់បង់ជីវិតគាត់បានប្រគល់មរតករបស់គាត់ទាំងមូលតែម្ដងចំនួន200លានយេនទៅឲ្យ Chisako ជានារីតែម្នាក់គត់ដែលគាត់ស្រឡាញ់ក្រោយមកបន្ទាប់ពីការស្លាប់របស់គាត់រហូតមកដល់នៅក្នុងឆ្នាំ2012 Chisako ក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាថ្មីជាមួយបុរសម្នាក់ទៀតដែលមានឈ្មោះថា Masanori Honda មកពីអូសាកាអាយុ71ឆ្នាំ
ជាបុរសម្នាក់ដែលមានសុខភាពល្អចូលចិត្តលេងកីឡាជាញឹកញាប់ហើយនៅពេលដែលគាត់បានតាក់ទងជាមួយនឹង Chisako គាត់មានគម្រោងរៀបការជាមួយនឹង Chisako ហើយបានផ្ដល់ប្រាក់ចំនួន17លានយេនទៅឲ្យនាងក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនៅមុនពេលរៀបការនៅក្នុងថ្ងៃទី9ខែមីនាឆ្នាំ2012បន្ទាប់ពីគាត់បានទៅញ៉ាំបាយជាមួយនឹង Chisako ហើយជិះម៉ូតូរបស់គាត់ត្រឡប់មកផ្ទះវិញគាត់ក៏សារតែបានបាត់បង់ស្មារតីភ្លាមៗតែម្ដងនៅក្នុងអំឡុងពេលជិះបានធ្វើឲ្យគាត់នឹងជ្រុលទៅបុករបាំងបេតុងនៅលើចិញ្ចើមផ្លូវស្លាប់ភ្លាមៗតែម្ដងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ប៉ូលីសក៏បានស៊ើបអង្កេតរឿងនឹងដែរដោយប៉ូលីសបានគិតថា Mansanori បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះក្រោយមកដល់នៅក្នុងខែឧសភាឆ្នាំ2013 Chisako ក៏មានតំណែងស្នេហាម្ដងទៀតជាមួយនឹងបុរសម្នាក់ដែលមានអាយុ75ឆ្នាំជាអតីតវិស្វករនាវាម្នាក់ដែលមានឈ្មោះថា Minoru Hioki ដែលបានស្គាល់គ្នាតាមរយៈក្រុមហ៊ុនស្វែងរកដៃគូសម្រាប់ Minoru នៅក្នុងអំឡុងពេលហ្នឹងគឺគាត់កំពុងតែមានជំងឺមហារីកសួតរ៉ាំរ៉ៃហើយបើយោងទៅតាមរបាយការណ៍ Minoru គឺគាត់បាននិយាយថាតាំងពីគាត់បានស្គាល់ Chisako ចូលមកក្នុងជីវិតរបស់គាត់ Chisako គឺពិតជាមានតម្លៃនិងធ្វើជីវិតរបស់គាត់ភ្លឺស្វាងខ្លាំងណាស់គាត់គឺពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលនៅក្បែរ Chisako ហើយគាត់តែងតែណាត់ជួបជាមួយនឹង Chisako ចេញទៅញ៉ាំអីខាងក្រៅជាមួយគ្នាជាញឹកញាប់និងគេងនៅផ្ទះជាមួយគ្នាថែមទៀតផងនៅពេលយប់ដែលបានធ្វើឲ្យនៅក្នុងអំឡុងពេលនោះវិជ្ជបណ្ឌិតរបស់លោក Minoru បាននិយាយថាអាការៈជំងឺរបស់ Minoru គឺពិតជាបានចាប់ផ្ដើមមានសុខភាពល្អយ៉ាងខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តដែលបានធ្វើឲ្យនៅក្នុងខែសីហាឆ្នាំ2013គាត់បានសរសេរសម្បត្តិមួយឲ្យទៅកាន់ Chisako ដោយបានសរសេរថាខ្ញុំចង់នៅជាមួយអ្នកជារៀងរហូតតែក្រោយមកមិនយូរប៉ុន្មានត្រឹមតែរយៈពេល1ខែតែប៉ុណ្ណោះបន្ទាប់ពីគាត់បានសរសេរសម្បត្តិហ្នឹងហើយបន្ទាប់ពីគាត់បានទទួលទានអាហារពេលល្ងាចជាមួយ Chisako និងទើបតែបានចុះហត្ថលេខាលើមរតក17លានយេនរបស់គាត់ឲ្យទៅ Chisako ជំងឺមហារីកសួតរបស់គាត់ក៏បានរើឡើងដូច្នេះ Chisako ក៏បានហៅឡានសង្គ្រោះមកប្រាប់គ្រូពេទ្យថាគាត់មានជំងឺមហារីកសួតក៏ប៉ុន្តែជាអកុសលនៅពេលដែលបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យគាត់ក៏ស្រាប់តែបានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីការស្លាប់របស់លោក Minoru Chisako ក៏បានចុះឈ្មោះស្វែងរកដៃគូនៅក្នុងក្រុមហ៊ុនស្វែងរកដៃគូបន្តទៀតនៅក្នុងចុងឆ្នាំ2013ដោយនៅក្នុងអំឡុងពេលនោះនាងគឺមានអាយុ67ឆ្នាំហើយបានរៀបការជាលើកទី4ជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Isao Kakehi ជាអ្នករស់នៅក្នុងទីក្រុង Kyoto អាយុ75ឆ្នាំជាបុរសពូម៉ាយម្នាក់ពុំមានប្រពន្ធកូនទេពីព្រោះដោយសារតែប្រពន្ធកូនរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយសារតែឧបទ្ទវហេតុហើយនៅក្នុងអំឡុងពេលដែលគាត់បានតាក់ទងជាមួយនឹង Chisako គាត់គឺពិតជាស្រឡាញ់នាងខ្លាំងណាស់គាត់គឺពិតជាមានអារម្មណ៍ថារំភើបនៅពេលដែលនៅក្នុងថ្ងៃមង្គលការរបស់គាត់បានចូលមកដល់គាត់បានសរសេរសម្បត្តិមួយឲ្យនាងដែលបានសរសេររៀបរាប់ថាគាត់នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់គាត់ដើម្បីធ្វើឲ្យជីវិតទី2នៃការរៀបការរបស់គាត់នឹងឲ្យមានភាពភ្លឺស្វាងនិងយូរអង្វែងជាមួយនឹងគ្នាក្រោយមកបន្ទាប់ពីបានរៀបការរួចរាល់រហូតមកដល់នៅក្នុងខែធ្នូឆ្នាំ2013 Chisako និង Isao ពួកគេក៏បាននាំគ្នាធ្វើនំដែលវាគឺជានិមិត្តរូបនៃសំណាងល្អនិងអាយុយឺនយូរទៅតាមជំនឿរបស់ប្រជាជនជប៉ុនហើយបន្ទាប់ពីការធ្វើនំរួចរាល់Isao ក៏បានញ៉ាំនំនោះដូច្នេះបន្ទាប់ពីបានញ៉ាំនំហ្នឹងគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅមុនរយៈពេល4ថ្ងៃនៃការឆ្លងឆ្នាំដែលបានធ្វើឲ្យ Chisako ទទួលប្រាក់ចំនួន 2.5 លានយេនបន្ទាប់ពីគាត់បានស្លាប់បាត់បង់ជីវិតហើយបន្ទាប់ពីការស្លាប់របស់លោក Isao Chisako គឺនៅតែបន្តធ្វើការណាត់ជួបហើយចុះឈ្មោះនៅក្នុងក្រុមហ៊ុនស្វែងរកដៃគូបន្តទៀតហើយបានតាក់ទងជាមួយនឹងបុរសថ្មីម្នាក់ទៀតបំរុងនឹងរៀបការជាលើកទី5ថែមទៀតផងក៏ប៉ុន្តែត្រូវបានប៉ូលីសហាមឃាត់និងចាប់ខ្លួន Chisako មកសួរចម្លើយបន្ទាប់ពីមានការសង្ស័យទៅលើការស្លាប់របស់លោក Isao បន្ទាប់ពីប៉ូលីសបានធ្វើកសោវិច័យទៅលើសាកសពរបស់លោក Isao ហើយបានស្វែងរកឃើញសារធាតុ Cyanide ខ្ពស់ខ្លាំងមែនទែននៅក្នុងខ្លួនរបស់លោក Isao ដូច្នេះបន្ទាប់ពីការចាប់ខ្លួន Chisako ប៉ូលីសក៏បានធ្វើការឆែកឆេរនៅក្នុងផ្ទះរបស់ Chisako ហើយបានរកឃើញអាហារបំប៉នជាច្រើនជាប្រភេទថ្នាំគ្រាប់និងថង់ប្លាស្ទិកដែលផ្ទុកនូវសារធាតុ Cyanide នៅក្នុងឆ្នាំងហើយនេះគឺបានបញ្ជាក់ឲ្យឃើញច្បាស់ខ្លាំងណាស់ថា Chisako គឺបានបន្ថែមនូវសារធាតុ Cyanide ចូលទៅក្នុងអាហារបំប៉នហើយធ្វើវាដូចជាគ្រាប់ថ្នាំអាហារបំប៉នដើម្បីទុកឲ្យគូស្នេហ៍ជនរងគ្រោះរបស់នាងញ៉ាំរហូតដល់បានស្លាប់បាត់បង់ជីវិត
ដើម្បីប្រមូលយកលុយនិងមរតករបស់ពួកគេមិនត្រឹមតែប៉ុណ្្នឹងទេបើយោងទៅតាមការស៊ើបអង្កេតគឺមានប៉ូលីសរហូតដល់ចំនួន4ខេត្តឯណោះដែលបានចូលរួមនៅក្នុងការស៊ើបអង្កេតប្រវត្តិរបស់ឈីសាកូដែលបានធ្វើឲ្យគេបានរកឃើញនៅប្រវត្តិជាច្រើនដែលឈីសាកូមានតំណែងជាមួយនឹងបុរសរហូតដល់រាប់សិបនាក់ឯណោះដែលនាងបានបោកប្រាស់ពួកគេយកលុយចាប់ពីនៅក្នុងឆ្នាំ2006ដល់ឆ្នាំ2014ដែលគេបានសន្មតថាមូលហេតុដែលបានធ្វើឲ្យនាងសម្លាប់មនុស្សគឺដោយសារតែបន្ទាប់ពីប្តីដំបូងរបស់នាងបានស្លាប់បាត់បង់ជីវិតហើយជំពាក់បំណុលគេប្រហែល30លានយេនទើបបានជាធ្វើឲ្យនាងសម្រេចចិត្តបោកប្រាស់សម្លាប់មនុស្សយកលុយដោយការដាក់ថ្នាំសាយ៉ាណែតហើយនៅពេលដែលនាងបានធ្វើទៅបានផលអាចរកបានប្រាក់យ៉ាងច្រើនតាមវិធីនេះយ៉ាងស្រួលទៅបានជាធ្វើឲ្យនាងនៅតែបន្តធ្វើតាមរយៈវិធីនេះរហូតមកហើយអ្នកដែលនាងបានសម្លាប់វិញគឺត្រូវបានគេសន្និដ្ឋានថានាងអាចនឹងសម្លាប់មនុស្សរហូតដល់ចំនួន10នាក់ឯណោះនៅក្នុងរយៈពេល8ឆ្នាំដែលបានធ្វើឲ្យនាងបានទទួលប្រាក់សរុបចំនួនរហូតដល់1000លានយេនជាប្រាក់មរតកនិងធានារ៉ាប់រងអាយុជីវិតផ្សេងៗបន្ទាប់ពីការស្លាប់របស់ប្តីរបស់នាងនិងគូស្នេហ៍របស់នាងក៏តែសម្រាប់ប្រាក់ទាំងអស់ដែលនាងបានទទួលគឺត្រូវបានគេដឹងថានាងគឺបានយកវាទៅលេងល្បែងនិងធ្វើការចំណាយយ៉ាងខ្ជិលខ្ជាខ្លាំងមែនទែនសូម្បីតែនៅក្នុងអំឡុងពេលដែលកំពុងតែចាប់ខ្លួនហ្នឹងនាងគឺបានជំពាក់បំណុលគេយ៉ាងច្រើនវ៉ាន់កតែម្ដងហើយមូលហេតុដែលបានធ្វើឲ្យនាងអាចសម្លាប់មនុស្សបានយ៉ាងស្រួលគឺដោយសារតែមនុស្សដែលឈីសាកូមានគម្រោងចង់សម្លាប់ដើម្បីយកលុយភាគច្រើនជនរងគ្រោះដែលនាងបានជ្រើសរើសហ្នឹងគឺនាងជ្រើសរើសទៅលើជនរងគ្រោះណាដែលមានសុខភាពមិនសូវល្អគ្មានកូនចៅគ្មានអ្នកមើលថែទាំហើយជាអ្នកមានតែប៉ុណ្ណោះហើយណាមួយទៀតជាធម្មតានៅក្នុងប្រទេសជប៉ុនគឺគេមិនយកសាកសពទៅធ្វើកសោយចៃឡើយបើសិនជាការស្លាប់នឹងអត់មានអីគួរឲ្យសង្ស័យដូច្នេះទៅបានជាធ្វើឲ្យនៅពេលដែលនាងបានសម្លាប់ជនរងគ្រោះរបស់នាងធ្វើឲ្យមានភាពងាយស្រួលប៉ូលីសមិនអាចដឹងហើយនេះដោយសារតែហេតុផលទាំងអស់នឹងហើយនៅពេលដែលបានចាប់ខ្លួនទៅលើឈីសាកូប៉ូលីសក៏បានធ្វើការស៊ើបអង្កេតឡើងវិញទាំងអស់នៅករណីជាច្រើនអំពីមូលហេតុនៃការស្លាប់មនុស្សជាច្រើនដែលតាក់ទងនឹងនាងដូចជាការស្លាប់របស់លោក Mansanori ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីនៅក្នុងឆ្នាំ2012បន្ទាប់ពីការស៊ើបអង្កេតឡើងវិញគឺគេបានរកឃើញថានៅក្នុងសំណាក់ឈាមរបស់គាត់នឹងគឺត្រូវបានគេរក្សាទុកហើយបន្ទាប់ពីការពិនិត្យមើលគឺពិតដូចជាការរំពឹងទុករបស់ប៉ូលីសមែនដែលប៉ូលីសបានឃើញនៅសារធាតុសាយ៉ាណែតនៅក្នុងឈាមរបស់គាត់ដែលវាគឺជាមូលហេតុពិតដែលបានបណ្ដាលឲ្យគាត់ស្លាប់បាត់បង់ជីវិតហើយបើគិតទៅសរុបមនុស្សដែលនាងបានសម្លាប់ដោយមានភស្តុតាងនេះគឺមានត្រឹមតែចំនួន4នាក់តែប៉ុណ្ណោះដែលមានដូចជានៅក្នុងឆ្នាំ2007នាងបានសម្លាប់លោក Toshiaki នៅក្នុងឆ្នាំ2011នាងបានសម្លាប់លោក Mansanori នៅក្នុងឆ្នាំ2013នាងបានសម្លាប់លោក Minoru នៅក្នុងឆ្នាំ2013នាងបានសម្លាប់លោក Isao ជាប្តីទី4ដូច្នេះបន្ទាប់ពីមានភស្តុតាងយ៉ាងច្រើនហើយមានការចោទប្រកាន់ទៅលើឈីសាកូកាលពីដំបូងគឺនាងអត់យល់ព្រមសារភាពទេដោយនាងបានអះអាងថាប្តីរបស់នាងទាំងអង្គបានស្លាប់បាត់បង់ជីវិតគឺដោយសារតែវាសនារបស់ពួកគាត់តែប៉ុណ្ណោះហើយបើសិនជាមានមនុស្សសង្ស័យថានាងគឺជាអ្នកសម្លាប់ប្តីរបស់នាងនឹងសម្លាប់ខ្លួនឯងជាក់ជាមិនខានក៏ប៉ុន្តែបើទោះបីជាមានការប្រកែកយ៉ាងណាក៏ដោយមិនយូរប៉ុន្មាននាងក៏បាននិយាយយកលេសថានាងបានសម្លាប់ប្តីរបស់នាងគឺដោយសារតែនាងមានជំងឺភ្លេចភ្លាំងតែប៉ុណ្ណោះដូច្នេះសម្រាប់លេសនេះប៉ូលីសមិនអាចទទួលយកបានឡើយហើយនេះចុងក្រោយមិនយូរប៉ុន្មាននាងក៏បានទទួលសារភាពថានាងគឺជាឃាតករដែលបានដាក់ថ្នាំសម្លាប់ពួកគេមែនដោយនាងគឺបានប្រើប្រាស់នៅក្នុងការលាយសារធាតុសាយ៉ាណែតដែលនាងធ្លាប់រៀននៅពេលដែលនាងធ្វើអាជីវកម្មបោះពុម្ពលើកដំបូងជាមួយនឹងប្តីរបស់នាងពីព្រោះកាលពីសម័យនោះការបោះពុម្ពគឺគេនៅតែប្រើប្រាស់វិធីសាស្ត្របុរាណនៅឡើយដោយបានធ្វើការលាយជាមួយនឹងសារធាតុគីមីដូចជាសារធាតុសាយ៉ាណែតដើម្បីស្រោចនៃផ្ទៃលោហៈហើយនៅក្នុងការសារភាពហ្នឹងបើទោះបីជានាងបានសារភាពថានាងគឺជាអ្នកសម្លាប់ក៏ពិតមែនតែនាងគឺនៅតែមិនមានអារម្មណ៍ថានាងខុសដដែលហើយនាងថែមទាំងបានចោទប្រកាន់ថាមូលហេតុដែលនាងបានសម្លាប់ប្តីរបស់នាងនិងគូស្នេហ៍របស់នាងគឺដោយសារតែនាងត្រូវការយកលុយដើម្បីសងបំណុលហើយចំណែកប្តីទី4របស់នាងវិញមូលហេតុដែលនាងសម្លាប់ប្តីទី4របស់នាងគឺដោយសារតែប្តីរបស់នាងបានយកលុយទៅឲ្យស្រីផ្សេងហើយមិនដែលយកលុយឲ្យនាងសូម្បីតែ1យេនឡើយដូច្នេះបន្ទាប់ពីការសារភាពរបស់ឈីសាកូចំពោះរឿងក្តីនឹងគឺល្បីខ្លាំងមែនតើនៅក្នុងប្រទេសជប៉ុនដែលបានធ្វើឲ្យមានការដំណើរការក្តីរហូតដល់រយៈពេល135ថ្ងៃឯណោះហើយនៅក្នុងការកាត់ក្តីនឹងគឺមានមនុស្សរហូតដល់ចិត្តចំនួន600នាក់
ដែលបានមកដល់តុលាការឈរចាំស្ដាប់លទ្ធផលនៅក្នុងការកាត់ក្តីបើទោះបីជាកៅអីនៅក្នុងបន្ទប់សវនាការនឹងគឺមានចំនួនត្រឹមតែ51កៅអីក៏ដោយហើយនេះនៅក្នុងថ្ងៃទី7ខែវិច្ឆិកានៅក្នុងឆ្នាំ2017តុលាការស្រុក Kyoto ក៏បានសម្រេចចិត្តកាត់ទោសប្រហារជីវិត Chisako ប៉ុន្តែបន្ទាប់ពីការកាត់ទោសគេមិនបានប្រហារជីវិតភ្លាមៗទេពីព្រោះថាអ្នកទោសមរណៈជាទូទៅអាចត្រូវបានប្រហារជីវិតបន្ទាប់ពីការកាត់ទោសរយៈពេល6ខែបើសិនជាមិនមានការប្តឹងឧទ្ធរណ៍ក៏ប៉ុន្តែចំពោះ Chisako គឺបានចំណាយពេលយ៉ាងយូរដើម្បីប្តឹងឧទ្ធរណ៍ហើយនេះគឺបានធ្វើឲ្យការប្រហារជីវិតរបស់នាងចំណាយពេលយ៉ាងយូរខ្លាំងមែនទែនសម្រាប់តុលាការសម្រេចចិត្តដូច្នេះរហូតមកដល់នៅក្នុងខែមិថុនាឆ្នាំ2021តុលាការកំពូលក៏បានរំកាល់ការកាត់ទោសប្រហារជីវិតរបស់ Chisako ហើយសម្រាប់ Chisako នាងគឺមិនដែលសុំទោសគ្រួសាររបស់ជនរងគ្រោះឡើយដោយនាងបាននិយាយថាទោះបីជានាងត្រូវបានប្រហារជីវិតក៏ដោយនាងនឹងស្លាប់ដោយស្នាមញញឹមនៅលើមុខរបស់នាងហើយនាងក៏បានធ្វើការបន្ទោសទៅលើឪពុកចិញ្ចឹមរបស់នាងផងដែរដែលបាននិយាយថាបើសិនជាឪពុកចិញ្ចឹមរបស់នាងឲ្យនាងចូលរៀននៅក្នុងសាកលវិទ្យាល័យនៅក្នុងថ្ងៃនោះជីវិតរបស់នាងក៏មិនត្រូវបានបញ្ចប់ដោយបែបនេះដែរក្រោយមករហូតមកដល់នៅក្នុងថ្ងៃទី26ខែធ្នូឆ្នាំ2024កាលពីប្រហែលខែមុនហ្នឹងនៅពេលដែល Chisako មានអាយុ78ឆ្នាំ Chisako ក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារអូសាកាដោយសារតែជំងឺហើយនេះបន្ទាប់ពីការស្លាប់បានធ្វើឲ្យរឿងហ្នឹងគឺកាន់តែល្បីកាន់តែខ្លាំងថែមទៀតដោយ Chisako គឺត្រូវបានគេដាក់រហស្សនាមឲ្យនាងថាគឺជា Black Widow Spider ដែលជាប្រភេទពីងពាងមួយដែលមានពឹសពុលយ៉ាងខ្លាំងនៅក្នុងចំណោមសត្វពីងពាងទាំងអស់ពីព្រោះដោយសារតែពីងពាង Black Widow Spider នេះគឺត្រូវបានគេដឹងថាបន្ទាប់ពីវាបានរួមភេទរួចរាល់ជាមួយនឹងពីងពាងឈ្មោលវាគឺនឹងស៊ីសត្វពីងពាងឈ្មោលទាំងរស់តែម្ដងអូខេចឹងជាចុងក្រោយតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះក្តីមួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិឬមកក៏អ្នកទាំងអស់គ្នាមានយោបល់ផ្សេងៗតាក់ទងជាមួយនឹងរឿងក្តីហ្នឹងអ្នកទាំងអស់គ្នាអាចបញ្ចេញមតិដោយសេរីបាននៅខាងក្រោមវីដេអូចឹងបើសិនជាអ្នកទាំងអស់គ្នាគិតយ៉ាងណាអីអ្នកទាំងអស់គ្នាកុំភ្លេចបញ្ចេញមតិទាំងអស់គ្នាចឹងខ្ញុំអរគុណអ្នកទាំងអស់គ្នាមែនតើចំពោះការទស្សនាវីដេអូតាំងពីដើមមកដល់ចប់កុំភ្លេច like share subscribe and ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងហើយបើសិនជាខ្ញុំមានកំហុសខុសឆ្គងផ្សេងៗហើយមួយទៀតតាក់ទងជាមួយនឹងឈ្មោះបើសិនជាខ្ញុំនិយាយខុសហើយខ្ញុំសង្ឃឹមតែអ្នកទាំងអស់គ្នានឹងអភ័យទោសផងពីព្រោះដោយសារតែឈ្មោះជាភាសាជប៉ុនគឺពិបាកអានខ្លាំងមែនតើចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមតែអ្នកទាំងអស់គ្នានឹងចូលចិត្តបាយបាយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាច្រើនទៀតចឹងកុំភ្លេច like share subscribe បាយបាយ